និយាយដល់ចិត្តសំដៅដល់សភាវៈធម៌ដែលដឹងនៅអារម្មណ៍ចុះអ្វីដែលជាចេតសិកមិញហ្នឹងអ្វីដែលកើតជាមួយចិត្តរលត់ជាមួយចិត្តនិងដឹងអារម្មណ៍ជាមួយចិត្តហើយរលត់ជាមួយចិត្តទេហ្នឹងហើយនិយាយខ្លីៗអ្វីដែលកើតជាមួយចិត្តឈ្មោះថាចេតសិកត្រូវទេដូចនៅពេលដែលមានចិត្តដឹងអារម្មណ៍កើតអាចមានសុខទុក្ខកើតជាមួយចិត្តបានទេមានលោកចាស់មានទេចា ទាំងសុខទាំងទុក្ខវាជាអីសុខទាំង ជា ទុក្ខ វេទ ជា នាជាចេតសិក ចេតសិកវេទនាចេតសិកហើយអញ្ចឹងស្គាល់ចិត្តហើយស្គាល់ចេតសិកហើយអញ្ចឹងចិត្តដឹងនៅអីបើចិត្តដឹងនៅអារម្មណ៍ឥឡូវអ្វីជាអារម្មណ៍គឺជារបស់ជាសភាវៈដែលចិត្តដឹងលោកចាស់អ្វីដែលចិត្តដឹងបានឈ្មោះថាអារម្មណ៍ចិត្តឃើញនៅរូបជាអារម្មណ៍បានអត់ចិត្តឃើញនៅម៉ូតូជាអារម្មណ៍ណាកណាបានយើងត្រូវចែកអារម្មណ៍ហើយនឹងចិត្តដាច់ពីគ្នាឥឡូវបកមកមេរៀនម្សិលមិញវិញមេរៀនម្សិលមិញចូលដល់ចិត្តនៅចូលដល់ចិត្តហើយលោកចាស់លោភៈចិត្តហ្នឹងហើយតែមុននឹងលោភៈចិត្តយើងចែកចិត្តជាប្រមាណប្រភេទចែកចេញជា4ប្រភេទចាចិត្តមាន4ប្រភេទអីខ្លះកាមាវចរៈចិត្តរូបាវចរៈចិត្តអរូបាវចរៈចិត្តនិងលោកតរៈចិត្តនិងលោកតរៈចិត្តហ្នឹងហើយជួយឆ្លើយគ្នាទៅអញ្ចឹងចិត្តមាន4ប្រភេទមានកាមាវចរៈចិត្តរូបាវចរៈចិត្តអរូបាវចរៈចិត្តនិងលោកតរៈចិត្តកាមាវចរៈចិត្តហ្នឹងជាចិត្តកើតនៅក្នុងភូមិណាកើតនៅក្នុងភូមិកាមភូមិលោកចាកាមភូមិមានទាំងអស់ប្រមាណដែរមាន11ភូមិចាកាមភូមិមាន11ភូមិមានអបាយភូមិ4មនុស្ស1ហើយនិងទេវតា1ទេវតា6ជាន់ហ្នឹងហើយយើងកំពុងតែរៀននៅក្នុងកាមាវចរៈចិត្តហ្នឹងឯងផ្ដើមដោយលោភៈចិត្តហ្នឹងទៅអញ្ចឹងនៅពេលដែលលោភៈកើតជាមួយនឹងសោមនស្សគឺជាសុខវេទនាដែលកើតតាមផ្លូវចិត្តសូម្បីតែសេចក្តីសុខមាននៅក្នុងចិត្តនឹងឯងក៏យើងហៅសោមនស្សបានទេបានលោកចាស់បានតែបើភាសាខ្មែរត្រូវអត់ត្រូវខ្មែរយើងសោមនស្សតតរិចរាយហ្នឹងហើយតែសោមនស្សនៅក្នុងភាសាធម៌សូម្បីតែអង្គុយស្ងៀមផ្ទៀងស្ដាប់ធម៌ពេលហ្នឹងក៏សោមនស្សកើតបានដែរដូចជាទាំងអស់គ្នាកំពុងតែស្ដាប់ធម៌កំពុងតែរៀនធម៌អញ្ចឹងតែសួរថាពេលហ្នឹងអាចមានសេចក្តីសុខកើតតាមផ្លូវចិត្តបានទេបានលោកម្ចាស់បានអញ្ចឹងសេចក្តីសុខកើតតាមផ្លូវចិត្តយើងហៅសោមនស្សបានទេបានលោកម្ចាស់បានអញ្ចឹងចូលដល់សំណួរទី3លោភៈមូលចិត្តមានទាំងអស់ប្រមាណដួង8ដួង8ដួងលោភៈមូលចិត្តមាន8ដួង4ដួងដំបូងប្រកបដោយវេទនាអីសោមនស្សវេទនាសោមនស្សវេទនាប្រកបដោយទិដ្ឋិមានប្រមាណដួងដែរទិដ្ឋិមាន2ដួងមានដួងទី1និងដួងទី2សំណួរទី4កាមាវចរៈចិត្តវិញហើយកាមាវចរៈចិត្តមានប្រមាណមាន4ដួងមាន54ដួងកាមាវចរៈចិត្តមានទាំងអស់54ដួង54ដួងហើយកាមភូមិមាន11ចាប់បាត់ហើយតោះឥឡូវចូលដល់មេរៀនថ្មីតែម្ដងថ្ងៃនេះគឺនៅក្នុងអីនៅក្នុងមេរៀនទី5និយាយលោភៈដដាលហ្នឹងទេលោភៈតែ8ដួងមែនតែអាចកើតដដាលបានណាកើតហើយកើតទៀតកើតហើយកើតទៀតនៅតែបានតែយើងត្រូវដឹងថាចិត្តណាដែលកើតហើយរលត់ហើយនៅក្នុងអតីត
ចិត្តណាដែលកំពុងកើតភ្លាមរលត់ភ្លាមទៅក្នុងពេលហ្នឹងដែរហើយក៏មានចិត្តថ្មីកើតបន្តដូចជាយើងកំពុងតែរៀនអញ្ចឹង